អ្វីដែលសាលានឹងផ្ដល់ឲ្យសាលានេះអត់សាលានេះមានពួកគេមើលមកវាអត់មានឥទ្ធិពលគេអត់មាន impact អីដែលគេគិតថាយើងនឹងពាំនាំអាហ្នឹងភាគច្រើននោះខ្ញុំមិនដែរដឹកនាំណាគេផងគ្រាន់តែចង់ដឹងថាតើយើងជាមនុស្សប្រភេទណាបើសិនជាយើងមាន project សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំដែលនិយាយតាក់ទងជាមួយនឹងអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីនេះគឺជា episode ទី4បាទដែលខ្ញុំនឹងនិយាយលើកឡើងអំពីតើពេលណាជាពេលសមស្របឬក៏ពេលវេលាដែលល្អបំផុតដែលយើងគួរតែចាប់ផ្ដើមរៀបចំដាក់ពាក្យឬក៏រៀបចំបាទខ្លួនឯងដើម្បីមានឱកាសទទួលបានអាហារូបករណ៍បាទចម្លើយដ៏ខ្លីពីខ្ញុំគឺកាន់តែលឿនកាន់តែល្អហើយដែរបានយើងគួរតែចាប់ផ្ដើមលឿននៅពេលដែលយើងចាប់ផ្ដើមលឿនគឺយើងមានពេលសម្រាប់ខ្លួនឯងច្រើននៅក្នុងការធ្វើការសិក្សាស្រាវជ្រាវទី1ទៅលើសាកលវិទ្យាល័យកុំទាន់ខ្វល់ពីការឆ្លើយសំណួរកុំទាន់ខ្វល់ពីការខ្ញុំត្រូវឆ្លើយមិនបាទទី1ត្រូវទៅធ្វើ research បាទទៅសិក្សាស្រាវជ្រាវពីមុខវិជ្ជាដែលយើងចង់រៀនបាទចឹងយើងត្រូវទៅមើលសាកលវិទ្យាល័យមិនតែមួយទេឧទាហរណ៍ឥឡូវយើងនៅក្នុងចិត្តរបស់យើងឆ្លាញ់មួយចុះឧទាហរណ៍ប៉ុន្តែខ្ញុំ recommend ឲ្យធ្វើម៉េចរើសឲ្យបាន5ឬក៏6ព្រោះដោយសារតែពេលខ្លះអាមុខវិជ្ជាដែលយើងចង់រៀនហ្នឹងសាលាទី1ដែលយើងឆ្លាញ់ហ្នឹងគឺមានប៉ុន្តែចៃដន្យអីអាឆ្នាំដែលយើងចង់ទៅរៀនហ្នឹងគេបិទវិញប៉ុន្តែទៅមានសាលាទី2ទី3នោះដែលយើងអត់សូវចង់រៀននៅក្នុងទេប៉ុន្តែទៅជាសាលាទី2ទី3គេមានវគ្គហ្នឹងវិញបាទគេមានមុខវិជ្ជាសិក្សាហ្នឹងវិញអញ្ចឹងហើយបានជាទី1យើងត្រូវតែទៅសិក្សាស្រាវជ្រាវបានច្បាស់លាស់សិនថាតើសាកលវិទ្យាល័យណាមានមុខវិជ្ជាដែលយើងចង់រៀនហ្នឹងដែលមុខវិជ្ជាដែលយើងចង់រៀនហ្នឹងទៀតត្រូវទៅមើលឲ្យស៊ីជម្រៅទៀតថាតើពេលដែលយើងរៀនហ្នឹង course របស់គេហ្នឹងគេនឹងcover ទៅលើគេខ្លះពេលខ្លះអ្វីដែលគេ cover ឬក៏specialist skill របស់គេដែលគេ list down ហ្នឹងវាអត់ align វាអត់ត្រូវជាមួយនឹងបទពិសោធន៍របស់យើងទៀតបាទកន្លែងនេះហើយជាចំណុចដែលសំខាន់ដែលពេលដែលយើងទៅសិក្សាស្រាវជ្រាវទៅមើលទៅលើ course ដែលយើងចង់រៀនហ្នឹងបាទយើងត្រូវទៅមើលឲ្យលម្អិតស៊ីជម្រៅហើយដូចខ្ញុំនិយាយចឹងធ្វើឲ្យបាន4 5 uni ទៅហើយបើសិនជា uni ទី1ទី2អត់ណែយើងសល់3ទៀតហើយបើ3នឹងមានយើងចាប់ផ្ដើមanalyze វាអញ្ចឹងយើងដាក់វាមក1 2 3 uni 1 2 3ហើយយើងដាក់អ្វីដែលសាលានឹងផ្ដល់ឲ្យសាលានេះអត់សាលានេះមានហើយអ្វីដែលមានទាំងអស់ហ្មងបាទអ្វីដែលត្រូវជាមួយនឹងបទពិសោធន៍របស់យើងក៏ដូចជាការសិក្សារបស់យើងបាទអញ្ចឹងហ្នឹងយើងត្រូវមកមើលឲ្យវិភាគតទៀតបាទទៅលើឈ្មោះរបស់សាលាហ្នឹងទៀតគេឈ្មោះរបស់សាលាហ្នឹងមិនដែរហើយបកកែខាងអីខាង research ខាងអីខាងអប់រំឬក៏ខាងអីអញ្ចឹងណាយើងទៅស៊ីជម្រៅមួយសាលាហ្នឹងហើយមួយទៀតយើងអាចទៅមើលតាក់ទងជាមួយនឹងទីតាំងសាលាអញ្ចឹងយើងត្រូវគិតឲ្យបានច្រើនបាទវិនិច្ឆ័យឲ្យបានច្រើនបាទថាតើសាលានៅកន្លែងណាងាយស្រួលការធ្វើដំណើរអត់បាទបើសិនជា3ហ្នឹងយើង compare ទៅទោះបីមួយទៀតរៀងឆ្ងាយមែនប៉ុន្តែគេស៊ីជម្រៅជាមួយនឹងបទពិសោធន៍របស់យើងចាស៊ីជម្រៅហ្នឹងហើយវាជួយយើងនៅពេលដែលយើងសរសេរទី2គឺយើងមានពេលច្រើននៅក្នុងការរៀបចំព្រោះនៅក្នុង application គេនឹងសួរយើងឯងហេតុអីបានយើងចង់រៀនអីហើយវាគេមានហ្នឹងខ្ញុំនឹងនិយាយនៅ episode មួយទៀតបាទអញ្ចឹងហើយបានយើងពេលដែលយើងមានពេលវេលាច្រើនណាយើងមានពេលរៀបចំមកទាំងអស់ហ្នឹងបាទធ្វើ research បាទធ្វើ research អញ្ចឹងខ្ញុំអាចនិយាយបានថាចំណាយពេលមួយខែហ្មងនៅក្នុងការធ្វើ research ទាំងអស់ហ្នឹងចូលទៅ uni មួយដែលយើងចង់រៀនហ្នឹងបាទហើយចូលទៅមើល course ដែលយើងចង់រៀនហ្នឹងហើយទៅមើលលក្ខខណ្ឌរបស់គេ requirement របស់គេមានអីខ្លះជួនកាលទៅអ្វីដែលយើងចង់រៀននៅសាកលវិទ្យាល័យហ្នឹងប៉ុន្តែrequirement តេស្តអង់គ្លេសគេនោះឧទាហរណ៍ថា IELTS គេទាមទារវាខ្ពស់ពេកហើយដល់ពេលយើងគិតថារៀងវាដកក្រោយមកថយមកជាហ៊ានដោយសារ requirement ខ្ពស់ពេកក៏ជា challenge មួយដែរមិនប្រកាសថាយើងប្រឡង IELTS នៅថ្ងៃខាងមុខហ្នឹងនឹងទទួលបានពិន្ទុដែលគេចង់បានហ្នឹងអត់ឃើញទេអញ្ចឹងវាមានរឿងច្រើនដែលយើងត្រូវថ្លឹងថ្លែងបាទពី university មួយទៅ university មួយទៀតដូច្នេះហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាបាទសិក្សាស្វែងយល់ឲ្យបានច្បាស់
ចំណាយពេលមួយខែចោលគ្រាន់តែទៅសិក្សា course ហ្នឹងឯងនេះខ្ញុំនិយាយនេះគឺមានថាឲ្យច្រើនអញ្ចឹងណាជាជាងតិចបាទបើសិនជាអ្នកនរគ្នាអាចធ្វើបានក្នុងរយៈពេលមួយអាទិត្យឬក៏ពីរអាទិត្យហិតតែល្អទៀតមានថាយើងពលឿននៅក្នុងការធ្វើរបស់យើងហិតតែលឿនជាងមុនទៀតអញ្ចឹងហ្នឹងហិតតែល្អហើយចំណុចមួយទៀតដែលខ្ញុំចង់ចែកម្លែកបាទយើងត្រូវពេលដែលយើងទៅមើលអា uni ដែលខ្ញុំនិយាយមុនហ្នឹងណាហើយនឹងcost criteria របស់គេ learning outcome របស់គេហ្នឹងណាយើងយកមកវិភាគសង្ថ្លែងពី university មួយទៅ university មួយហ្នឹងណាកុំភ្លេចចំណុចដែលសំខាន់ទី1គឺបទពិសោធន៍ការងាររបស់យើងតើមួយណានៅក្នុង university 3ហ្នឹងវាសមស្របជាមួយនឹងអ្វីដែលយើងមានបាទអ្វីដែលយើងមានហ្នឹងគឺសំដៅទៅលើបទពិសោធន៍ការងារឲ្យវានេះគ្នាមានថាយើងកំពុងតែធ្វើអាហ្នឹងឧទាហរណ៍ឥឡូវខ្ញុំរៀនអង់គ្លេសចុះបាទខ្ញុំរៀនអង់គ្លេសអញ្ចឹងខ្ញុំទៅដាក់មុខវិជ្ជាដែលរៀនហ្នឹងក៏មិនអាចឆ្ងាយពីអាហ្នឹងបានដែរมันអាចខ្ញុំរៀនទៅជាអីណាអីគេទៅខាងeconomic បាទខាងសេដ្ឋកិច្ចខាងអីណានោះវិញឃើញទេអញ្ចឹងវាធ្វើឲ្យពេលដែលគេអានមកហាបទពិសោធន៍10ឆ្នាំរៀនហើយដល់ពេលចង់ទៅបានអាហារូបករណ៍ទៅរៀននៅណាសេដ្ឋកិច្ចបាទអញ្ចឹងសួរថាតើសម្រាប់គេឥឡូវខ្ញុំសួរអ្នកទាំងអស់គ្នាវិញសម្រាប់អ្នកទាំងអស់គ្នាគិតមិនយើងបទពិសោធន៍ខ្លាំងខាង A ដល់ពេលចង់ទៅរៀន B ហើយបើសិនជារៀន A ទៀតប៉ុន្តែវាcost criteria នឹងវាអត់ align វាអត់ fit ជាមួយនឹងបទពិសោធន៍យើងទៀតហ្នឹងក៏យ៉ាងដែរព្រោះគេមើលមកវាអត់មានឥទ្ធិពលគេអត់មាន impact អីដែលគេគិតថាយើងនឹងពំនាំអាហ្នឹងឬក៏ upgrade ខ្លួនឯងឲ្យខ្លាំងជាងមុនដែរបាទធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនដែរព្រោះតែសារតែបានអីខ្លាំងបើស្អីយើងធ្វើការជំនាញ A ខ្លាំង10ឆ្នាំ20ឆ្នាំដល់ពេលទៅរៀនអីផ្សេងអញ្ចឹងវាដូច start up អញ្ចឹងសួរថាគេpay លុយឲ្យយើងរៀនទាំងម៉ឺនហ្នឹងគេគិតថាមើលទៅម្នាក់ហ្នឹងអាចទៅរួចហើយបាទទៅរួចប៉ុន្តែមកវិញធ្វើអីគេជាចំណុចមួយដែរណាទី2គេនឹងមើលទៅលើបទពិសោធន៍ភាពជាអ្នកដឹកនាំរបស់យើងបាទនៅក្នុងការសរសេរហ្នឹងជាខ្ញុំមិនដឹងបើអ្នកនរគ្នាបានមើល episode ទី1របស់ខ្ញុំអត់ទេគឺខ្ញុំឲ្យអ្នកនរគ្នាចាំពាក្យថាភាពជាអ្នកដឹកនាំព្រោះពាក្យភាពជាអ្នកដឹកនាំហ្នឹងណាគឺវាជួយអ្នកទាំងអស់គ្នាពេលដែលយើងទៅសេអាហ្នឹងខ្ញុំនឹងនិយាយឲ្យបានក្បោះក្បាយជាងហ្នឹងនៅក្នុងepisode មួយទៀតទាក់ទងជាមួយនឹងរបៀបសរសេរpersonal statement ឬក៏ application របស់យើងរបៀបឆ្លើយសំណួរអញ្ចឹងណាខ្ញុំនឹងទុកនៅក្នុង episode មួយទៀតខ្ញុំនឹងបកស្រាយបានក្បោះក្បាយជាងនេះអញ្ចឹងភាពជាអ្នកដឹកនាំខ្ញុំចង់បើកមុខចោលបន្តិចព្រោះដោយសារតែពីមុនក៏ខ្ញុំធ្លាប់មានអារម្មណ៍ថាភាពជាអ្នកដឹកនាំខ្ញុំមិនដែលដឹកនាំណាគេផងខ្ញុំនៅក្នុងស្ថាប័នខ្ញុំគ្រាន់តែជាបុគ្គលិកទូទៅធម្មតាហ្នឹងមិនមែនជា leader មិនជាអីផងអញ្ចឹងខ្ញុំអត់មានបទពិសោធន៍ដឹកនាំទេអញ្ចឹងប្រហែលជា scholarship ហ្នឹងមិនមែនសម្រាប់ខ្ញុំទេបាទអញ្ចឹងនេះគឺជាការគិតដ៏ខុសមួយបាទខុសធំផុតហ្មងតាមពិតទៅ leadership experience ដែលគេចង់បានហ្នឹងគឺគ្រាន់តែចង់ដឹងថាតើយើងជាមនុស្សប្រភេទណាបើសិនជាយើងមាន project មានគម្រោងទូចមួយតើយើងដឹកនាំមិនតើយើងនិយាយមួយគេមិនតើដើម្បីឲ្យគម្រោងមួយនឹងជោគជ័យតើយើងចាប់ផ្ដើមពីណាទៅណាអញ្ចឹងបងមកវិញមានន័យថាវាមិនមែនចាំបាច់តើយើងធ្វើការមានកូនចៅ10 20នាក់នៅក្រុមយើងទេតែធ្វើការនៅក្នុងក្រុមមួយទូចមួយ2នាក់ឬក៏3នាក់ឬក៏4នាក់បាទសិក្សាទៅលើគម្រោងមួយឯងឲ្យតែយើងធ្លាប់ដឹកនាំបាទនេះហើយគឺជាបទពិសោធន៍ភាពជាអ្នកដឹកនាំអញ្ចឹងយើងអាចទៅស្អីបានហើយចំណុចមួយទៀតគឺតាក់ទងជាមួយនឹងគោលដៅរបស់យើងត្រូវចេះដឹងយើងត្រូវដឹងថាតើគោលដៅរបស់យើងទៅរៀននឹងដើម្បីអីដើម្បីអភិវឌ្ឍខ្លួនឯងនៅក្នុងចំណុចណាហើយនៅពេលដែលយើងទទួលបានបទពិសោធន៍ចំណេះដឹងពីប្រទេសគេមកនេះអាហ្នឹងចំណុចចុងក្រោយគឺតើយើងនឹងជួយអីគេនៅក្នុងប្រទេសរបស់យើងបាទជាងត្រូវគិតអាហ្នឹងអញ្ចឹងហ្នឹងឯងជាហេតុផលដែលហេតុអីបានយើងគួរតែចាប់ផ្ដើមកាន់តែលឿនកាន់តែល្អហើយមួយទៀតខ្ញុំចង់ចែកម្លែកទៅលើបទពិសោធន៍ខ្ញុំផ្ទាល់របៀបនៅក្នុងការរៀបចំសរសេរក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវហ្នឹងណាបើសិនជាយើងចាប់ផ្ដើមបើកមើល application យើងនឹងឃើញហើយមានសំណួរមួយចំនួនអញ្ចឹងនៅពេលដែលយើងឃើញសំណួរខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកុំតន់អាសរសេរវាលក្ខណៈថា
bài pin lính á full paragraph ពេលដែលយើងសរសេរ full paragraph ឬក៏ពេញអាកថាខណ្ឌពេញយើងឆ្លើយយើងព្យាយាមឆ្លើយសំណួរមួយចឹងណាហើយដល់ពេលយើងយកទៅឲ្យគេអានឧទាហរណ៍យើងរកអ្នកដែលមិត្តភ័ក្តិឬក៏អ្នកធ្វើការជាមួយយើងឬក៏សិស្សច្បងមុនដែលគាត់បានទទួលអាហារូបករណ៍ហ្នឹងយើងយកទៅឲ្យគាត់អានយើងសុំពឹងគាត់ណាពេលដែលគាត់អានហើយឧទាហរណ៍គាត់អានអត់យល់គាត់ថាអូត្រូវកែចំណុចនេះអញ្ចឹងយើងយកមកវិញសរសេរឡើងវិញដែរហើយសរសេរមក paragraph មិនស្រួលណាត្រូវការគិតអូខេត្រូវការគិតអញ្ចឹងការចំនួនខ្ញុំដាក់ខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំអត់សរសេរពេញទេខ្ញុំ list down បាទ list ដូចជា goal អា key point បើថាឥឡូវខ្ញុំចង់ទៅរៀនមុខវិជ្ជានេះដែលមុខវិជ្ជាហ្នឹងវាមាន1 2 3នេះពី3ហ្នឹងវា link ជាមួយនឹង experience របស់ខ្ញុំវាធ្វើឲ្យ experience ខ្ញុំហ្នឹងវាមិនអីចឹងទៅកាន់តែប្រសើរអញ្ចឹងទៅហើយសំណួរផ្សេងទៀតដូចគ្នាខ្ញុំ list down អញ្ចឹងទៅខ្ញុំមាន goal គំនិតរបស់សំណួរហ្នឹងណាហើយបាទខ្ញុំទៅរកសិស្សច្បងបាទដូចជាកាលនោះខ្ញុំរកបានពឹងមានសិស្សច្បង2នាក់ដែលគេហៅរៀមច្បងបាទខ្ញុំឲ្យគាត់ជួយមើលទៅលើ main ideas របស់ខ្ញុំហ្នឹងមិនដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់មើលទី1គាត់ស្រួលមើលផងខ្លីវាអត់ដូចថាអត់ចំណាយ waste time គេព្រោះធម្មតាយើងទៅសុំពឹងគេឲ្យគេជួយមើលយើងខ្លាចចិត្តគេព្រោះអ្នកខ្លះគាត់រវល់ដែរគាត់រវល់នឹងគ្រួសារការងារការសិក្សាផ្សេងអញ្ចឹងទៅអញ្ចឹងគេគ្មានពេលមកអង្គុយអាន detail ឲ្យយើងទេត្រូវទេបាទអញ្ចឹងគោលពេលដែលគាត់ឲ្យ feedback មកខ្ញុំកែគោលអញ្ចឹងណាបាទគោលទៅវិញទៅសូមឲ្យគាត់ជួយអានម្ដងទៀតអញ្ចឹងទៅហើយអ្នកដែលយើងអាចពឹងបានមិនថាជាអ្នកដែលធ្លាប់ទៅរៀនទេឲ្យអ្នកផ្សេងពីនឹងក៏បានដែរអ្នកនរគ្នាអាចឲ្យមិត្តភ័ក្តិឬក៏អ្នកធ្វើការមួយគ្នាហ្នឹងឲ្យគាត់អានមើលយល់អត់ហើយបើសិនជាគាត់អានទៅគាត់អត់យល់អ្វីដែលយើងសរសេរមានន័យថាការសរសេររបស់យើងអត់ទាន់បានក្បោះក្បាយទេជាងយើងត្រូវយកមកកែឡើងវិញយើងត្រូវយកមកធ្វើម៉េចដើម្បីឲ្យអ្នកដទៃគេអានទៅគេយល់ពីគំនិតរបស់យើងព្រោះបើសិនបើយើងសរសេរឲ្យអ្នកដែលគេផ្សេងគេមើលមិនទាំងយល់ប៉ុណ្ណាចុះតម្រាំអ្នកផ្ដល់អាហារូបករណ៍យើងទៀតគេមើលមិនយល់អញ្ចឹងហើយយើងទាមទារឲ្យមានអ្នកខាងក្រៅពីខ្លួនឯងបាទព្រោះធម្មតាយើងអ្នកសរសេរយើងអានទៅវាល្អវាអត់ខ្ចោះ perfect មកតែដល់ពេលឲ្យអ្នកផ្សេងគាត់អានគេថាអត់យល់ផងជួយបកស្រាយទៀតមើលដល់ពេលយើងបកស្រាយទៅបានគេយល់បាទអាកន្លែងបកស្រាយហ្នឹងឯងគឺជាចម្លើយត្រូវទៅសេអាបកស្រាយហ្នឹងព្រោះខ្ញុំចង់បញ្ជាក់ផងដែរថាសំណួរមួយគេមានពាក្យកំណត់ណាគេមិនចេះឲ្យទៅសេហោហែដូចជាមានដូចជា4ទៅ500ពាក្យខ្ញុំអត់ច្បាស់ដែរបាទឧទាហរណ៍ថាគេឲ្យ4ទៅ500ពាក្យអញ្ចឹងយើងទៅសេអត់ឲ្យលើសពីហ្នឹងទេហើយក៏កុំឲ្យខ្វះច្រើនពេកដែរព្រោះតែខ្វះច្រើនមានថាអត្ថន័យយើងអត់ទាន់បានពេញលេញហើយបើលើសពេកវាខុសលក្ខខណ្ឌគេបាទអញ្ចឹងត្រូវធ្វើម៉េចឲ្យការបកស្រាយរបស់យើងខ្លីហើយខ្លឹមឲ្យគេយល់ថាយើងចង់បានអីហើយជាពិសេសបើសិនជាអ្នកទាំងអស់គ្នាឧទាហរណ៍ថាយើងនៅក្នុងវិស័យអប់រំឧទាហរណ៍ខ្ញុំមកពីខាងវិស័យអប់រំអញ្ចឹងខ្ញុំសរសេរផ្នែកអប់រំយើងតាក់ទងជាមួយ technology ថាយក technology យកមកបរៀនសិស្ស1 2 3 4 5ខ្ញុំនិយាយពី platform មួយចំនួនtools ដែលយើងយកមកបរៀនសិស្សអញ្ចឹងឧទាហរណ៍ណាហើយដល់ពេលយើងសរសេរអាហ្នឹងដាក់ទៅទាំងដុលហើយដល់ពេលអ្នកអានគាត់មកពី field គាត់មកពីខាងផ្នែកសេដ្ឋកិច្ចឧទាហរណ៍ណាអញ្ចឹងគាត់អ្នកសេដ្ឋកិច្ចគាត់មើលអត់យល់ទេពេលខ្លះគាត់មើលអត់យល់ថាយើងចង់មានន័យថាម៉េចទេព្រោះដោយសារយើងដូចពីរភពផ្សេងគ្នាអញ្ចឹងកន្លែងនេះខ្ញុំចង់សង្កត់ធ្ងន់ថាយើងគួរតែសរសេរបែបធម្មតាកុំប្រើ key technical words អីចឹងណាកុំប្រើអាពាក្យបច្ចេកទេសច្រើនពេកពេលដែលយើងប្រើបច្ចេកទេសអ្នកដែលអានមិនប្រកាសថាគាត់នៅក្នុងថាបទពិសោធន៍ឬក៏គាត់នៅក្នុង field របស់យើងឯងហើយប្រយ័ត្នតែគាត់អានអត់យល់គឺចប់ហើយអញ្ចឹងហើយពេលដែលយើងសរសេរខ្ញុំលើកទឹកចិត្តបើសិនជាមានអ្នកដែលគាត់នៅក្រៅ field របស់យើងឲ្យគាត់អានពឹងឲ្យគាត់ជួយអានមើលអានយល់អត់យល់អ្វីខ្ញុំចង់និយាយអត់បាទអញ្ចឹងបើសិនគេថាខ្ញុំមើលយល់បញ្ហាហើយអូខេអញ្ចឹងយើងអាចកែរបស់ខ្លួនឯងបានហ
ហើយបើសិនជាគេចាប់ផ្ដើមមានថាឲ្យម្នាក់ពីរនាក់គាត់អានទៅគាត់យល់គេនេះជាឱកាសដែលយើងចាប់ផ្ដើម expand ចាប់ផ្ដើមទៅសេកថាខណ្ឌពេញបាទយើងចាប់ផ្ដើមសេបានហើយនៅពេលដែលយើងទៅសេហើយទៀតយកទៅពឹងគេឲ្យគេជួយអានទៀតព្រោះនៅពេលដែលយើងទៅសេអាពេញហ្មងมันប្រកាសថាគេអានយល់វិញទេអាចពេលខ្លះយើងទៅសេទៅវាមានអា lead in ច្រើនណា lead in ហ្នឹងមានថាគេហៅអូកាឡាច្រើនមុននឹងចូលសាច់រឿងយើងឡើង3 4បន្ទាត់បាត់ហើយនៅអាឡៃហូហែណាវាស៊ីជម្រៅពេកបាទតែធ្វើឲ្យយើងខោចពាក្យយើងអាចទៅសេឲ្យបានក្បោះក្បាយនៅក្នុងកន្លែងដែលយើងគួរតែសរសេរបាទអញ្ចឹងពេលខ្លះយើងត្រូវតែបត់បែនតាមហ្នឹងហើយបើសិនជាយើងធ្វើឲ្យទាំងអស់ហ្នឹងបានវាជួយយើងចំណេញពេលច្រើនមែនតើព្រោះយើងអត់ចាំបាច់ទៅសរសេរម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតព្រោះចំណាយពេលទី1ខ្លួនឯងយូរចំណាយពេលច្រើនសរសេរច្រើនទី2អ្នកដែលគាត់នឹងមកអានរបស់យើងរំខានគេច្រើនដងបាទអញ្ចឹងបើសិនជាកាត់បន្ថយហ្នឹងចំណេញទាំងសងខាងទាំងខ្លួនឯងចំណេញពេលវេលាច្រើនហើយទាំងអ្នកដែលយើងនឹងទៅសុំឲ្យគាត់ជួយហ្នឹងណាគាត់ក៏មានអារម្មណ៍ថាមើលតែ template ដែរមិនជាធ្ងន់ធ្ងរអីចឹងណាតែបើទាំង paragraph អាចមិនក៏កន្លះម៉ោងអង្គុយមើលអង្គុយវិភាគអង្គុយឲ្យ idea ចឹងណាអញ្ចឹងវារៀងច្រើនបាទចូលមកចំណុចមួយទៀតដែលខ្ញុំចង់ចែកម្លែកផងដែរគឺតាក់ទងជាមួយនឹងកំហុសទូទៅបាទជារឿយមានអ្នកគាត់ដាក់ពាក្យហ្នឹងណាគាត់តែងតែមានគឺទៅសេ application ហ្នឹងគឺប្រហែលជា 2-3 សប្តាហ៍ចុងក្រោយអញ្ចឹងដូចខ្ញុំលើកឡើងមុនហ្នឹងអញ្ចឹងយើងត្រូវតែចាប់ផ្ដើមកាន់តែលឿនកាន់តែល្អព្រោះពេលវេលាខើចខ្លាំងមែនតើ3ខែយើងគិតថាវាច្រើនណាប៉ុន្តែដល់ពេលយើងចាប់ផ្ដើមធ្វើ research ទៅមើល course មួយបានចាប់ផ្ដើមដឹងថាអូ course នេះដល់ត្រូវមកខ្ញុំអត់សូវត្រូវ feel ខ្ញុំទេអូ course នេះរៀងតំណងដែរប៉ុន្តែសាកលវិទ្យាល័យនៅឆ្ងាយពេកនៅតាមខេត្តពេកឬក៏មិនអីចឹងទៅជួនត្រូវថ្លឹងថ្លែងចំណាយពេលច្រើនមែនទែនក្នុងការសិក្សាមិនថាទីតាំងរបស់សាកលវិទ្យាល័យមិនថាគេឈ្មោះរបស់សាកលវិទ្យាល័យគាត់ល្បីខាងអីគាត់ល្អខាងអីគាត់ research របស់គាត់ base ទៅលើអីគេច្រើនជាងគេបាទគាត់ជាប់ចំណាត់ថ្នាក់លេខម៉ាននិយាយទៅយើងត្រូវការចំណាយពេលច្រើនមែនទែនហើយបើសិនជាយើងចាំរហូតដល់តាឧទាហរណ៍ថាខែចុងក្រោយខ្ញុំចាប់ផ្ដើមហ្នឹងក៏ទៅបានដែរតែគាត់ថាដូចខ្ញុំនិយាយអញ្ចឹងហើយយើងអាចនឹងរៀងបថុចញ៉ុចពេលវេលាបថុចញ៉ុចតែបើសិនយើងមានពេលវេលាច្រើនបាទឧទាហរណ៍ថាអត់ទាន់មានថាសម្រាប់ពីការងារខ្លះអីខ្លះយើងអាចយកពេលមក focus ព្រោះហ្នឹងវាទាមទារយើងផ្ដោតអារម្មណ៍ខ្លាំងមែនតើនៅក្នុងការជ្រើសរើសទី1សាកលវិទ្យាល័យទី2មុខវិជ្ជាដែលយើងនឹងទៅរៀនហ្នឹងណាវាទាមទារការផ្ដោតអារម្មណ៍របស់យើងបាទខ្លាំងមែនតើបាទអញ្ចឹងខ្ញុំអាចនិយាយបានខ្លីថាដើម្បីឲ្យapplication របស់យើងខ្លាំងគឺយើងត្រូវការពេលច្រើនមែនតើបាទមិនត្រឹមតែមួយសប្តាហ៍ឬ2សប្តាហ៍យើងអាចធ្វើទៅបានទេគឺទៅអត់រួចទេវាព័ត៌មានច្រើនដែលយើងត្រូវការអានត្រូវការវិភាគត្រូវការសរសេរបាទអញ្ចឹងច្រើនអញ្ចឹងចាប់ផ្ដើមកាន់តែលឿនកាន់តែល្អបាទអញ្ចឹងអេពីសូតមួយនេះគឺខ្ញុំមានតែប៉ុណ្ណឹងហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីផ្សេងសំណួរអីផ្សេងអាចបាទតម្លែងនៅក្នុង comment បានខ្ញុំនឹងប្រមូល comment ទាំងអស់ហ្នឹងđể ធ្វើជាវីដេអូក្រោយៗទៀតបាទអញ្ចឹងអេពីសូតក្រោយខ្ញុំនឹងនិយាយពីគន្លឹះក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាឲ្យបានត្រឹមត្រូវបាទអញ្ចឹងតាមពិតទៅអេពីសូតនេះខ្ញុំនិយាយដែរតែវាថាអេពីសូតក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបាទយើងគួរតែមើលមិនកន្លែងណាបាទគួរមើលមិនហើយវិនិច្ឆ័យមិនអញ្ចឹងណាបាទអញ្ចឹងជាចុងបញ្ចប់បាទកុំភ្លេចជួយ like follow ហើយ share វីដេអូនេះឲ្យបានច្រើនដងផងព្រោះខ្ញុំចង់គោលបំណងរបស់ខ្ញុំដូចខ្ញុំបានបញ្ជាក់ពីអេពីសូតមុនអញ្ចឹងគោលបំណងធំរបស់ខ្ញុំគឺខ្ញុំចង់ឲ្យព័ត៌មានតាក់ទងជាមួយនឹងហារូបករណ៍ Australian Award ហ្នឹងសាយភាយពេញប្រទេសខ្មែរយើងមកដើម្បីឲ្យមិនថានិស្សិតអូខេឬក៏អ្នកធ្វើការគាត់មានឆន្ទៈមួយក្នុងការគិតមួយក្នុងការដូចថាថ្ងៃណាមួយខ្ញុំនឹងយកវាបានខ្ញុំនឹងត្រូវ apply អីចឹងទៅបាទអញ្ចឹងបាទអញ្ចឹងអេពីសូតនេះខ្ញុំមានតែប៉ុណ្ណាហើយខ្ញុំសង្ឃឹមថាជួបអ្នកនរគ្នានៅអេពីសូតក្រោយទៀតបាទសូមអរគុណ